ការងារដែលខ្ញុំបង្កប់ឲ្យឯងធ្វើនោះយ៉ាងណាហើយទូថ្វាយព្រះនាងម្ចាស់ខ្ញុំបម្រើបានចាត់អ្នកបម្រើម្នាក់ឲ្យយកសម្បត្តិទៅជូនឯកឧត្តមនាយករដ្ឋមន្ត្រីកាលពីម្សិលមិញប្រហែលជាព្រឹកនេះពេលចូលគាល់ឯកឧត្តមនាយករដ្ឋមន្ត្រីនឹងទូថ្វាយឯកសារថាខ្ញុំបានចម្លងយកមួយច្បាប់ពីនាងហ៊ឺមេស៊ឺទោះបីជានាងខូចនោះមានសមត្ថភាពខ្លះក៏ដោយប៉ុន្តែនាងគ្រាន់តែជាស្នំធម្មតាម្នាក់ទី1គ្មានត្រកូលហើយទី2គ្មានក្នុងបង្អែកអ្វីឡើយខ្ញុំមិនជឿថាព្រះមហាក្សត្រនឹងធ្វើឲ្យមន្ត្រីចាស់ទុំរបស់ព្រះអង្គបាត់បង់មុខមាត់ដោយសារនាងនោះឡើយសូមព្រះមហាក្សត្រប្រោសឲ្យលោកស៊ូផ្លាស់ចេញពីដំណាក់ឈៀនវីសូមព្រះមហាក្សត្រប្រោសប្រទានការសម្រេចចិត្តឲ្យបានឆាប់រហ័សព្រះមហេសីបិសាចដែលបំផ្លាញគោគឺជាបណ្ដាសារបស់ប្រទេសជាតិព្រះអង្គគុំចាស់ព្រះអង្គហួសហេតុពេកហើយគ្រប់គ្រាន់ហើយរឿងនេះយើងនឹងសម្រេចចិត្តដោយខ្លួនយើងផ្ទាល់បញ្ចប់រាជសវនាការពួកគេសុទ្ធតែជាអ្នកលេងល្បែងដែលត្រូវបានទេប្រាក់ស៊ូតហូតទ្រព្យសម្បត្តិអស់តើនៅក្នុងភ្នែកពួកគេអញព្រះចៅអធិរាជជាស្ដេចអាចកំបាំងនឹងលាក់ពុតបែបនេះមែនទេសមត្ថភាពរបស់ត្រកូលស៊ូនោះមិនធម្មតាទេបើមិនទុកក្រោមការមើលការខុសត្រូវរបស់អញទេតើអញព្រះចៅអធិរាជអាចមានចិត្តស្ងប់យ៉ាងណាទៅរាយការណ៍មានជំងឺចម្លែកបានកើតឡើងនៅមាត់ទ្វារក្រុងពួកអ្នកខ្លាំងនៅណានគីងកំពុងសម្រាកឬស្លាប់មិននឿសំឡេងអ្វីឡើយមេខ្លោងបានទៅបន្ទប់បាយរបស់អ្នកអតីមុខមាត់ក៏ប្រែជាអាប់អួរខ្លាំងណាស់លោកម្ចាស់ទេពប្រាក់ក្នុងរាជវាំងទាំងមូលនេះមានតែលោកទេដែលនៅតែរីករាយនឹងមានសេរីភាពប្រជាជនណានគីងឬអ្នកខ្លាំងណានគីងខ្លាចជាជនភៀសខ្លួនរាប់ពាន់លីព្រះចៅអធិរាជបានដកហូតស្រូវសាលីសង្គ្រោះគ្រោះមហន្តរាយចំនួន3បាច់ប៉ុន្តែគ្មានប្រយោជន៍អ្វីទាំងអស់ណានគីងអ្នកខ្លាំង5កាយផែនទីប្រជាជនស្ដេចផែនទីប្រជាជនខូខើទេពសំណាងអ្វីដែលយើងចង់និយាយគឺថាខាងក្រៅគេកំពុងនិយាយគ្នាថាអ្នកគឺអ្នកដែលបង្កហន្តរាយដល់ប្រទេសមានតែរាជវង្សដែលគ្មានប្រយោជន៍ទេដែលនឹងទម្លាក់កំហុសទាំងអស់លើស្ត្រីចុះចំណែកអធិរាជរបស់យើងវិញទេពសំណាងព្រះអង្គគុំចាស់ឈីងធានជៀន King Shenjian តើអ្នកបានមើលតារានិកពេលយប់តើមានវិធីដោះស្រាយគ្រោះមហន្តរាយដ៏ធំនេះទេទូបង្គំគ្មានសមត្ថភាពទេនេះជាច្បាប់ស្ថានសួគ៌តារានិកគ្មានផ្លូវដោះស្រាយទេទូបង្គំគិតថាវាជាអ្នកនោះត្រូវហើយនេះជាវិធីសាស្ត្រដែលស្ថានសួគ៌ប្រទានគុណធម៌របស់អធិរាជច្បាប់ដ៏ធំដែលស្ថានសួគ៌ប្រទានគ្រោះរងស្ងួតដ៏ធំនៅភាគខាងត្បូងនេះគឺជាការប្រមានពីស្ថានសួគ៌ក្លាហានពេកហើយអ្នកហ៊ានសូមទូថ្វាយព្រះករុណាឲ្យអ្នកស្វែងរកផ្លាស់ចេញពីវិមានទេពហើយថ្វាយយិងបូជាលាងបាបដល់រាជវង្សយិងបូជារាជវង្សស្ថានសួគ៌ឲ្យសូមបន្ធូរព្រះកំហឹងតើវាពិតជាមហន្តរាយនេះបណ្ដាលមកពីខ្ញុំព្រះចៅអធិរាជមែនទេចុះស៊ូស៊ីរបស់យើងវិញសូមអង្វរព្រះចៅអធិរាជជួយសង្គ្រោះប្រជារាស្ត្រពីទុក្ខលំបាកព័ត៌មានលម្អិតពីឈឹងហួយគឺប្រហែលប៉ុណ្ណឹងតើលោកជំទាវឈិនពិតជាបង្ខំព្រះចៅអធិរាជសរសេររាជសារដែលមិនអាចលុបចោលបានជាសាធារណៈមែនទេបាទគេនិយាយថាពេលនោះព្រះភ័ក្ត្ររបស់ព្រះចៅអធិរាជគឺស្លេកស្លាំងជាខ្លាំងខ្ញុំរាជវាំងគ្រាន់តែចង់ឲ្យទ្រង់សម្រាកបន្តិចបន្តួចប៉ុណ្ណោះតែទ្រង់ធ្វើលើសពេកហើយព្រះនាងម្ចាស់តើពួកយើងធ្វើបែបនេះហាក់ដូចជាលើសពេកហើយមែនទេព្រះចៅអធិរាជបានដាក់មនុស្សកំណាចម្នាក់នៅក្នុងរាជវាំងឈៀនគុនតើទ្រង់ធ្វើបែបនេះដើម្បីបញ្ឈឺខ្ញុំព្រះនាងមែនទេតើខ្ញុំជាហង្សីនេះស្លាប់ហើយឬទោះបីជាមានកិច្ចការប្រញាប់ក៏ដោយព្រះចៅអធិរាជត្រូវតែយាងមកដំណាក់ហង្សីរងចាំតតែព្រះចៅអធិរាជយាងមកត្អូញត្អែជាមួយខ្ញុំនោះខ្ញុំនឹងឲ្យសេនាបតីទទួលយកអំណោយខ្ញុំគ្រាន់តែចង់ឲ្យព្រះចៅអធិរាជជ្រាបថាមានតែហង្សីទេដែលអាចទប់ស្កាត់ពាក្យចាមអារ៉ាមបានព្រះអង្គពិតជាឆ្លៀសវៃណាស់ឯងទៅមើលបន្តិចមើលម្ហូបនៅក្នុងផ្ទះបាយតូចរៀបចំបានល្អប៉ុណ្ណាហើយក្រាបទូលព្រះមហាក្សត្រព្រះចៅអធិរាជមានព្រះបន្ទូលថាថ្ងៃនេះទ្រង់មិនយាងមកទេតើព្រះចៅអធិរាជព្រួយព្រះតីនឹងរាជកិច្ចហើយគង់នៅក្នុងដំណាក់យ៉ាងស៊ីនឬព្រះចៅអធិរាជទ្រង់យាងទៅដំណាក់ស៊ូឆៃរ៉េនអ្វីស៊ូស៊ីងវ៉ាងរូជីងអ្នកនិយាយថាតើគ្រោះធម្មជាតិនេះពិតជាកំហុសរបស់ខ្ញុំមែនទេគ្រោះធម្មជាតិនេះគឺគ្រាន់តែជាគ្រោះធម្មជាតិតើវាតាក់ទងអ្វីនឹងមនុស្សតើមនុស្សអាចគ្រប់គ្រងមិនឲ្យមេឃភ្លៀងបានទេតែដល់មេឃខៀវនិយាយថានេះជាច្បាប់ទម្លាប់របស់មេឃនាយករដ្ឋមន្ត្រីនិយាយថាជាកំហុសរបស់ខ្ញុំពួកគេថែមទាំងនិយាយថាខ្ញុំជាអាគមហេសីបិសាចដែលនាំមកនៅគ្រោះមហន្តរាយប្រសិនបើពួកគេពិតជាចេះមើលមេឃខ្លាំងម្ល៉េះពួកគេនឹងដឹងតាំងពីយូរមកហើយថាថ្ងៃណានឹងភ្លៀងតើពួកគេនៅចាំបាច់ចាប់បង្គាឥឡូវនេះទេអញ្ចឹងតាមគំនិតរបស់អ្នកតើគ្រោះធម្មជាតិនេះអាចដោះស្រាយបានដោយរបៀបណាមានន័យយ៉ាងណាមេឃអត់ភ្លៀងទៅរកមេឃទៅរកមេឃទៅព្រះចៅអធិរាជព្រះអង្គមានអារម្មណ៍ថាស្អីគេតើប្រហែលជាមានអ្វីមួយនៅតំបន់ភាគខាងត្បូងដែលធ្វើឲ្យមេឃមិនសប្បាយចិត្តមែនទេមានន័យយ៉ាងណាខ្ញុំគ្រាន់តែស្មានទេឧទាហរណ៍ថាមានមនុស្សម្នាក់បានជីករណ្ដៅធំមួយនៅមុខផ្ទះរបស់ព្រះអង្គហើយចាក់ទឹកស្អុយចូលរាល់ថ្ងៃតើព្រះអង្គពេញចិត្តទេព្រះអង្គប្រកាសជាមិនពេញចិត្តទេប្រហែលជាពេលព្រះអង្គខឹងព្រះអង្គសំបីតែទ្វារផ្ទះក៏មិនចង់ចេញដែរព្រះអង្គមានន័យថាខ្ញុំមិនបាននិយាយអ្វីសោះខ្ញុំគ្រាន់តែគិតថារឿងនេះវាចម្លែកខុសពីធម្មតាប្រកាសជាមានរឿងខុសប្រក្រតីហើយកន្លែងធំលឹងនិយាយដុតបំផ្លាញឲ្យគ្មានសល់សំបីតែស្មៅមួយតងច្បាស់ជាមានហេតុផលអ្វីមួយហើយមនុស្ស
ចាត់ចែងបញ្ជូនមនុស្ស3នាក់ភ្លាមឲ្យលួចធ្វើដំណើរទៅកាន់ទីក្រុងណានជីងផ្ដោតសំខាន់លើការស៊ើបអង្កេតថាតើភ្នំទន្លេនិងភូមិសាស្ត្រមានភាពខុសប្លែកគ្នាឬអត់ហើយថាតើមាននរណាកំពុងអភិវឌ្ឍដីធ្លីទ្រង់ទ្រាយធំជាពិសេសពួកថ្មរ៉ែទឹកក្តៅដែលបានជីកព្រះចៅអធិរាជរបាយការណ៍សម្ងាត់បន្ទាន់ពីតំបន់ខាងត្បូងដែលប្រញាប់5-300 លីសម្លាញ់សង្ឃឹមតែព្រះអាទិត្យល្អណាស់អ្នកជាមនុស្សល្អម្នាក់